ករណីនិស្សិតម្នាក់ជិះម៉ូតូវ៉ាជែងទឹកបុករថយន្តមកខាងទៀតបណ្ដាលឲ្យស្លាប់នៅខេត្តប៉ៃលិនហើយត្រូវបានភាគីខាងម៉ូតូប្តឹងទៅតុលាការឥឡូវត្រូវបានសម្របសម្រួលបញ្ចប់ក្រៅប្រព័ន្ធតុលាការដោយលោកជំទាវអភិបាលខេត្តប៉ៃលិនរឿងករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារនិស្សិតស្រីម្នាក់ជិះម៉ូតូក្នុងល្បឿនលឿននិងវ៉ាជែងដោយការធ្វេសប្រហែសជ្រុលទៅបុកចំពីមុខរថយន្តកំពុងបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកាលពីថ្ងៃទី4ខែឧសភាឆ្នាំ2025កន្លងទៅបងប្អូនខាងភាគីម៉ូតូបានបន្តដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីទាមទារសំណង$5,000រហូតដល់ព្រឹកថ្ងៃទី19ខែឧសភាឆ្នាំ2025នេះត្រូវបានបញ្ចប់ដោយមានការយោបល់និងឯកភាពទទួលស្គាល់កំហុសទាំងសងខាងនិងភាពពេញចិត្តក្រោមការសម្របសម្រួលពីលោកជំទាវបានស្រមុំអភិបាលខេត្តប៉ៃលិនដោយលើកយកគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោគឺឈ្នះទាំងអស់គ្នាដោយគ្មានការបង្ខិតបង្ខំពីអាជ្ញាធរសមត្ថកិច្ចឬនរណាម្នាក់ឡើយជាមួយនឹងគ្នានេះដែរលោកជំទាវអភិបាលខេត្តក៏បានណែនាំទៅដល់បងប្អូនកូនក្មួយទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងម៉ូតូទាំងរថយន្តត្រូវបើកបរតាមល្បឿនកំណត់កុំបើកបរលឿនពេកនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃនិងខ្លួនឯងលោកជំទាវក៏បានចូលរួមសោកស្ដាយនិងចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសារសពដែលជានិស្សិតនិងខាងភាគីរថយន្តផងដែរលោកជំទាវបានឧបត្ថម្ភថវិកាដល់ភាគីទាំងសងខាងក្នុងម្នាក់4លានរៀលសូមជម្រាបផងដែរថាកន្លងមកដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដោយសារសិស្សនិស្សិតជិះម៉ូតូទៅសិក្សាបន្តនៅឯខេត្តបាត់ដំបងលោកជំទាវអភិបាលខេត្តក៏បានផ្ដល់រថយន្តក្រុង10គ្រឿងដើម្បីដឹកសិស្សនិស្សិតទៅមកជារៀងរាល់ថ្ងៃចុងសប្តាហ៍ដោយមិនគិតថ្លៃឡើយដូច្នេះសូមបងប្អូនកូនក្មួយបន្តជិះរថយន្តក្រុងនេះដើម្បីសុវត្ថិភាពទាំងអស់គ្នាតបលោកសសរឿនអង្គភាពប្រមាណជាដែន TV News